លោកឆើមណារងការលើកកម្ពស់អក្ខរកម្មព័ត៌មាននិងការកសាងពលរដ្ឋ Digital គឺជាមូលដ្ឋានសំខាន់ក្នុងការទប់ស្កាត់ព័ត៌មានคล้ายៗក្នុងបរិបទដែលបច្ចេកវិទ្យា Digital និងបណ្ដាញសង្គមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សការទទួលព័ត៌មានមានភាពងាយស្រួលជាងមុនប៉ុន្តែព័ត៌មានคล้ายៗក៏បានរីករាលដាលកាន់តែឆាប់រហ័សផងដែរដូច្នេះការលើកកម្ពស់អក្ខរកម្មព័ត៌មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយអក្ខរកម្ម Digital ត្រូវបានចាត់ទុកថាជាកត្តាចាំបាច់ក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សឲ្យមានសមត្ថភាពក្នុងការវិភាគផ្ទៀងផ្ទាត់និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវលោកឆើមណារងប្រធានការិយាល័យយុវជននិងកីឡាតំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តកែបបានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញចូលរួមយុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តកែបក្រោមអធិបតីភាពឯកឧត្តមទេពអាសនារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមសំកុសលអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែបនិងកំពតនិងលោកស្រីកឹមច័ន្ទនីអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសោពិសិដ្ឋអភិបាលនៃគណៈភិបាលខេត្តកែបព្រមទាំងឋានៈដឹកនាំមន្ត្រីរាជការលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណ 1000 នាក់នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្សស្ថិតក្នុងក្រុងកែបខេត្តកែបនាព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2026ក្នុងឱកាសនោះលោកឆើមណារងបានលើកឡើងថាក្នុងនាមជាតំណាងអង្គភាពទទួលខុសត្រូវលើការអប់រំនិងការអភិវឌ្ឍធនធានមនុស្សលោកយល់ឃើញថាការលើកកម្ពស់អក្ខរកម្មព័ត៌មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្ម Digital គឺជាតម្រូវការចាំបាច់សម្រាប់សិស្សានុសិស្សក្នុងសតវត្សទី21ការបញ្ជ្រាបការយល់ដឹងឲ្យសិស្សានុសិស្សចេះគិតចេះវិភាគចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មាននិងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងពលរដ្ឋ Digital ដែលមានសមត្ថភាពសីលធម៌និងការទទួលខុសត្រូវក្នុងការប្រើប្រាស់ព័ត៌មានលោកបានបន្តថាទោះបីការប្រើប្រាស់បច្ចេកវិទ្យានិងការសិក្សាតាមប្រព័ន្ធអនឡាញបានផ្ដល់ភាពងាយស្រួលដល់ការរៀនសូត្រនិងការស្វែងរកចំណេះដឹងក៏ដោយប៉ុន្តែក៏បាននាំមកនូវផលប៉ះពាល់អវិជ្ជមានមួយចំនួនផងដែរជាក់ស្ដែងសិស្សានុសិស្សបានចំណាយពេលវេលាច្រើនលើឧបករណ៍បច្ចេកវិទ្យានិងបណ្ដាញសង្គមជាពិសេស Facebook TikTok និង Telegram ដែលមានទាំងព័ត៌មានពិតនិងព័ត៌មានคล้ายៗលោកបានបញ្ជាក់ថាការប្រើប្រាស់បណ្ដាញសង្គមដោយខ្វះការពិនិត្យនិងផ្ទៀងផ្ទាត់ប្រភពព័ត៌មានអាចធ្វើឲ្យសិស្សានុសិស្សប្រឈមនឹងព័ត៌មានคล้ายៗជាប្រចាំដែលអាចប៉ះពាល់ដល់ការរៀនសូត្រសុខភាពផ្លូវចិត្តសតិអារម្មណ៍ការអប់រំសីលធម៌និងការសម្រេចចិត្តក្នុងជីវិតប្រចាំថ្ងៃជាមួយគ្នានេះលោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូមាតាបិតានិងសិស្សានុសិស្សរួមគ្នាលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងបណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវចេះគិតវិភាគនិងផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿឬចែករំលែកបន្តព្រមទាំងអនុវត្តគោលការណ៍3កុំ1ការពារដើម្បីរួមចំណែកទប់ស្កាត់ព័ត៌មានคล้ายៗនិងកសាងសង្គមព័ត៌មានដែលមានគុណភាពសុវត្ថិភាពនិងភាពជឿទុកចិត្តបាន